នៅក្នុងកាលដែលព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់បានបរិនិព្វានអស់កាលដ៏យូរលង់នៅក្នុងពេលនេះសូមព្រះករុណាព្រះថេរានុថេរៈគ្រប់ព្រះអង្គនិងញាតិញោមជាពុទ្ធបរិស័ទទាំងឡាយគ្រប់រូបបង្អោនចិត្តរីករាយត្រេកអរជ្រះថ្លាជាមួយនឹងការសូត្របទនៅក្នុងព្រះពុទ្ធសាសនាតទៅសូមអនុមោទនាសូមមើលទុំជ័យអពនរាំងសីដែលមានរាំងស្មៃភ្លឺស្រស់ល្អខៀវលឿនក្រហមព្រមទាំងពណ៌សហងស្បាតនឹងពណ៌ដ៏ភ្លឺផ្លេកប្រទិញតូចធំបានស្ម័គ្រស្មាគមជំនុំគ្នាច្រើនអនេកព្រមយករាំងស្មីព្រះពុទ្ធគូត្រេកប្រសាពុនពេកក្រៃកនឡងធ្វើជាសញ្ញាទុំជ័យសាសនានៃសម្ពុទ្ធធំចំបងចូលយើងរាល់គ្នាយកចិត្តចាំចងនឹកដល់ព្រះអង្គជាអម្ចាស់ទោះជាតិផ្សេងគ្នាក៏ត្រូវដឹងថាសុទ្ធសឹងតែជាពុទ្ធសាសនាត្រូវមានសាមគ្គីទាំងក្មេងទាំងចាស់ត្រឹមត្រូវឲ្យណាស់គ្រប់គ្នាសូមសាសនាពុទ្ធកុំកើងខ្ពស់ផុតរុងរឿងវិញសុទ្ធថ្លៃថ្លាហើយមានជ័យជោគផ្សាយពេញលោកាដោយជនជ្រះថ្លាច្រើនសែនលានមានចិត្តស្នេហាគោរពបូជាចំពោះព្រះធម៌ដ៏កល្យានទាំងមនុស្សទេវតាស្នេហាគ្រប់ប្រាណប្រាថ្នាចង់បានសេចក្តីសុខយើងខានរៈជាតិនាំគ្នាក្មៃគ្មៀតកាន់ធម៌នឹងបានផុតទុក្ខរួមសាមគ្គីពីដេញទៅមុខយើងនឹងបានសុខក្សេមក្សានត្រានព្រមព្រៀងត្រព្រឹត្តកាន់ធម៌សុចរិតឆ្ពោះទៅកាន់ឋាននិព្វានជាទីផុតទុក្ខបានសុខក្សេមក្សានជាតិយើងនឹងបានសោយសុខខាអនុមោទនាចង់ដឹងថាអត្តន័យនៃកំណើតឆោតរង្សីយ៉ាងណាដែលយើងបានបង្កើតទៅជាទុំមានពរ6អត្តន័យនោះដើមហេតុកាត់មកពីអ្វីខ្ញុំកណ្ដាអាត្មានឹងបានរៀបរាប់ខ្លីៗប្រគេនឹងចែកជូនដល់ពុទ្ធបរិស័ទឲ្យបានជ្រាបក្នុងពរទាំង6រួមមានចំពោះពរខៀវតំណាងកាលដែលព្រះពុទ្ធយន្តយកកំណើតកើតជាស្ដេចស្រីពីរៈ
មានអន្តព្រាមមកសុំព្រះនេតទាំងគូរបស់ព្រះអង្គទ្រង់បានខ្វះឆ្កៀលភ្នែកទាំងគូនោះដាក់ទៅជាទានដល់អន្តព្រាមត្រង់ចំណុចពណ៌លឿងតំណាងកាលព្រះអង្គយន់យកកំណើតកើតជាវិជ្ជាបណ្ឌិតមានព្រះអនិមិត្តធ្វើជាទុំមកសុំសាច់ព្រះអង្គដើម្បីបិទបំពេញព្រះពុទ្ធបដិមាដែលខ្វះខាតក្នុងកាលនោះបណ្ឌិតព្រះពោធិសត្វបានអាសាច់របស់ខ្លួនឲ្យជាងទងមកធ្វើទៅជាឆ្នៃមកប្រើបំពេញក្នុងចំណុចនៃការខ្វះខាតចំណុចទី3ពណ៌ក្រហមតំណាងកាលព្រះអង្គយន់យកកំណើតកើតជាមាណពឈ្មោះបទុមកុមារមានមេដាត្រូវពោះចិត្តមរណាហើយត្រូវគ្រូពេទ្យប្រាប់ថាមានតែឈាមចេញពីបេះដូងប៉ុណ្ណោះរបស់មនុស្សទើបអាចដើម្បីព្យាបាលជំងឺបែបនេះបានក្នុងពេលនោះបទុមកុមារសុខចិត្តបូជាបេះដូងរបស់ខ្លួនដើម្បីបិទពឹសពោះដែលខំមេដាឲ្យមានជីវិតរស់ឡើងវិញពណ៌ទី4គឺពណ៌សតំណាងកាលព្រះអង្គយន់យកកំណើតកើតជាព្រះវេស្សន្តរហើយបានឲ្យដំរីសបច្ច័យនកេនជាទានដល់ពួកព្រាហ្មណ៍ពណ៌ទី5គឺពណ៌ហង្សបាតតំណាងកាលព្រះអង្គយន់យកកំណើតកើតជាវិជាធម៌មានយក្សចាប់យកមាតាទៅវិជាធម៌ក៏អាសាច់របស់ខ្លួនឲ្យយក្សបរិភោគដើម្បីលុះមាតាយកមកវិញពណ៌ទី6គឺពណ៌ផ្លេកឬក៏ពណ៌ចម្រុះតំណាងកាលព្រះអង្គយន់យកកំណើតកើតជាសត្វទន្សាយមានអន្តព្រាមមកសុំធ្វើជាអាហារក្នុងពេលនោះព្រះអង្គសក្តិសិទ្ធិបណ្ឌិតបានឲ្យសាច់របស់ខ្លួនដោយឲ្យទៅអន្តព្រាមក្នុងពេលនោះសេចក្តីទាំងស្រុងយ៉ាងណាសូមប្រកាសណាព្រះថេរានុត្តរៈគ្រប់ព្រះអង្គញាតិញោមពុទ្ធបរិស័ទទាំងឡាយស្ដាប់ក្នុងការសូត្រហើយនឹងប្រឡែងនៅពរនីមួយក្នុងតំណាងពេញប៉ោងទាំង6ពរសូមអនុមោទនា